ទីក្រុងម៉ាកាវឆ្នាំទី2077គឺជាទីក្រុងមួយដែលពោពេញទៅដោយពន្លឺនេអុងនិងអគារខ្ពស់ៗដែលបានគ្របដណ្ដប់ដោយប្រព័ន្ធសុវត្ថិភាពជីវមាត្រកម្រិតកំពូលប៉ុន្តែសូម្បីតែបច្ចេកវិទ្យាដ៏ទំនើបបំផុតក៏មិនអាចទប់ទល់នឹងក្រុមចៅអាជីពដែលគេស្គាល់ថាជាខ្មោចក្រហមបានដែរការផ្លន់ចុងក្រោយបំផុតរបស់ខ្ទៀងគឺធនាគារកង់ទុំដែលជាកន្លែងដែលទិន្នន័យហិរញ្ញវត្ថុសាកលត្រូវរក្សាទុកក្រុមខ្មោចក្រហមបានធ្វើឲ្យប្រព័ន្ធដ្រូនសុវត្ថិភាពទាំងអស់คล้ายជាអសកម្មដោយប្រើកូដបំបាំងកាយមេកង់ទុំ Quantum Stealth Code ដ៏ស្មុគស្មាញហើយគេចខ្លួនបាត់ដោយគ្មានដានសញ្ញា Digital សំបីតែមួយវរសេនីយ៍តូវ៉ានឆៃជាប្រធានអង្គភាពស៊ើបអង្កេត Digital ម៉ាកាវបានឈរមើលរូបភាព Hologram ការប្លន់នោះទាំងក្តៅក្រហាយយើងត្រូវហៅគាត់មកខ្ញុំដឹងថាគាត់ចូលនិវត្តន៍ហើយគាត់ស្អប់ប្រព័ន្ធថ្មីរបស់យើងប៉ុន្តែមានតែគាត់ទេដែលអាចតាមដានកំហុសតូចបំផុតនៃធម្មពលមនុស្សមន្ត្រីផ្សេងទៀតបានងក់ក្បាលយល់ព្រមតាំងស្ទើរខ្ទើអ្នកដែលពួកគេកំពុងនិយាយគឺវរសេនីយ៍ឯកសុភ័ក្រជាមន្ត្រីតាមដានដ៏ចំណានបំពិតរបស់ម៉ាកាវដែលបានចូលនិវត្តន៍តាំងពី10ឆ្នាំមុនដោយសារតែគាត់ជឿថាបច្ចេកវិទ្យាទំនើបពេកបានធ្វើឲ្យប៉ូលីសបាត់បង់វិចារណញ្ញាណមនុស្សវរសេនីយ៍ឯកសុភ័ក្រកាត់កំពុងរស់នៅយ៉ាងសាមញ្ញក្នុងកាប៊ីនឈើដ៏ឯកោមួយនៅតំបន់ខ្ពង់រាបក្បែរម៉ាកាវដែលគ្មានសញ្ញាអ៊ីនធឺណិតនិងគ្មានការឃ្លាំមើលពីដ្រូននៅពេលដែលយន្តហោះ Sky Taxi របស់ប៉ូលីសបានចុះចតគាត់បានស្វាគមន៍វ៉ាន់ឆៃដោយទឹកមុខហត់នឿយពួកគេបានប្លង់កង់ទុំដើម្បីបំបិទសញ្ញាលោកចង់ឲ្យធ្ញង់តាមដានខ្មោចសុភ័ក្រសួរវ៉ាន់ឆៃបានហុចឯកសារទិន្នន័យ Data Pad ឲ្យគាត់បាទក្រុមរបស់យើងបរិយាយនៅក្នុងការចាប់យកសំណោ Digital ណាមួយតែយើងដឹងថាលោកអាចអានអ្វីដែលភ្នែកមនុស្សមើលមិនឃើញសុភ័ក្របានសម្រេចចិត្តទទួលការងារនេះដោយមានលក្ខខណ្ឌតែមួយគត់គាត់ត្រូវតែប្រើឧបករណ៍តាមដានផ្ទាល់ខ្លួនរបស់គាត់សុភ័ក្របានត្រឡប់មកទីស្នាក់ការប៉ូលីសវិញជាមួយនឹងឧបករណ៍ដែលមើលទៅដូចជាវត្ថុបុរាណស្បែកជើងក៏វែងធ្ងន់ដែលបំពាក់ដោយឧបករណ៍ចាប់រំញ័រ Microphonic Vibrator Sensor និងម៉ាស៊ីន Scan ដៃមកខាងដែលគេហៅថាម៉ាស៊ីនមើលសញ្ញា Echo The Pico Viewer ដែលអាចចាប់យកសំណល់ថាមពលដែលបានបន្សល់ទុកពីម៉ាស៊ីនបំបាំងកាយកង់ទុំការពារទិន្នន័យប៉ុន្តែវាមិនអាចការពារថាមពលដែលវាប្រើដើម្បីដំណើរការបានណាខ្ញុំនឹងតាមដានរលកថាមពលសុភ័ក្រពន្យល់នៅឯធនាគារកង់ទុំសុភ័ក្របានបិទប្រព័ន្ធរាវរក Digital របស់ប៉ូលីសទាំងអស់ហើយចាប់ផ្ដើមធ្វើការគាត់បានដើរយឺតដោយប្រើស្បែកជើងចាប់រំញ័ររបស់គាត់ហើយបន្ទាប់មកបើកម៉ាស៊ីនមើលសញ្ញា Echo ជំនួសឲ្យការមើលសញ្ញា Digital ស្មុគស្មាញគាត់បានឃើញពពុះពន្លឺពណ៌ស្វាយមួយដ៏ទូចដែលជារលកថាមពលដ៏ខ្លីបំផុតដែលបានបន្សល់ទុកនៅពីក្រោយទ្វារសុវត្ថិភាពពួកគេបានប្រើប្រព័ន្ធបំពង់ខ្យល់ចាស់ដែលពួកគេគិតថាគ្មាននរណាម្នាក់ដឹងទេសុភ័ក្រនិយាយសញ្ញាណ Digital បានបាត់ប៉ុន្តែសញ្ញាណទំដៅបានបន្សល់ទុកនៅសំណល់ថាមពល Echo តាមរយៈការអានរលកថាមពល Echo នោះសុភ័ក្របានដឹងថាខ្មោចក្រហមបានទៅកាន់កន្លែងផ្ទុកយានអវកាសចាក់មួយនៅជាយក្រុងដែលគេបោះបង់ចោលតាំងពីយូរយារណាស់មកហើយវ៉ាន់ឆៃបានបញ្ជូនក្រុមប្រតិបត្តិការពិសេសទៅតាមគាត់ប៉ុន្តែសុភ័ក្របានជំទាស់កងទុំរបស់ពួកគេនឹងធ្វើឲ្យប្រព័ន្ធថ្មដៃនិងអាវុធទាំងអស់របស់អ្នកធ្វើការខុសប្រក្រតីខ្ញុំត្រូវទៅតាមម្នាក់ឯងដោយសារខ្ញុំគ្មានបច្ចេកវិទ្យាទំនើបដែលត្រូវខូចឡាយសុភ័ក្របានជិះម៉ូតូទំនិញ Gravity Bike របស់គាត់ទៅកាន់ទីតាំងនោះទីតាំងផ្ទុកយានអវកាសនោះមានសភាពស្ងាត់ជ្រងំហុំព័ទ្ធដោយម៉ាស៊ីនកំទេចសញ្ញា Signal Jammer ដ៏ធំគាត់បានពាក់វ៉ែនតាពង្រីកចក្ខុហើយដើរចូលទៅនៅក្នុងឃ្លាំងដ៏ធំមួយសមាជិកទាំង3នៃក្រុមខ្មោចក្រហមកំពុងព្យាយាមចម្លងទិន្នន័យដែលពួកគេលួចបានសុភ័ក្របានដឹងថាទោះបីជាពួកគេមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណាក៏ដោយក៏ពួកគេនៅតែត្រូវការពន្លឺនិងកម្ដៅធម្មតាដើម្បីធ្វើការសុភ័ក្របានប្រើឧបករណ៍បាញ់រលកសំឡេងកម្រិតទាបរបស់គាត់ Low Frequency Sonic Emitter ដែលជាឧបករណ៍ចាស់មួយដែលអាចបង្កឲ្យមានការរំខានដល់ឧបករណ៍ Digital ប៉ុណ្ណោះ
នៅពេលដែលសំឡេងបន្លឺឡើងឧបករណ៍ចម្លងទិន្នន័យរបស់ខ្មោចក្រហមបានរលត់ភ្លាមៗពួកគេងាកមករកសុភ័ក្រដោយការភ្ញាក់ផ្អើលមេក្រុមខ្មោចក្រហមបានប្រើកាំភ្លើងបាញ់រលកថាមពល Energy Blaster ប៉ុន្តែសុភ័ក្របានគេចឃ្លុំយ៉ាងលឿនដោយផ្អែកលើបទពិសោធន៍ជាច្រើនទសវត្សរ៍របស់គាត់ហើយប្រើសោតាក់ទាញដែក Magnetic Grappler របស់គាត់បាញ់ទាក់ដៃពួកគេដោយសារតែពួកគេកំពុងពឹងផ្អែកខ្លាំងលើការបំបាំងកាយកងទុំពួកគេមិនបានត្រៀមខ្លួនសម្រាប់ប្រតិបត្តិការលក្ខណៈបុរាណបែបនេះឡើយក្នុងរយៈពេលតែប៉ុន្មាននាទីសុភ័ក្របានបង្ក្រាបក្រុមទាំង3បានយ៉ាងងាយដោយប្រើតែឧបករណ៍ចាស់ៗនិងការវិភាគបែបមនុស្សរបស់គាត់នៅពេលដែលវ៉ាន់ឆៃមកដល់ជាមួយក្រុមរបស់នាងហើយឃើញខ្មោចក្រហមត្រូវចងជាប់នឹងបង្គោលដែកចាស់ៗនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកពិតជាអស្ចារ្យណាស់លោកសុភ័ក្រមិនយូរប៉ុន្មានទេខ្ញុំនឹងស្នើឲ្យលោកឡើងតំណែងជាប្រធានអង្គភិបតាមដានបច្ចេកវិទ្យាថ្មីសុភ័ក្របានញញឹមដោយនឿយហត់គាត់បានដាក់ម៉ាស៊ីនមើលសញ្ញាអេកូរបស់គាត់ចូលទៅក្នុងកាបូបស្ពាយវិញអរគុណវរសេនីតូឆៃប៉ុន្តែខ្ញុំជឿថាខ្ញុំបានដោះស្រាយបញ្ហានេះដោយសារខ្ញុំមិនបានប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់អ្នកខ្ញុំបានតាមដានពួកគេដោយសារតែខ្ញុំនៅតែចេះអានសំណល់ធម្មពលដែលមកពីដានជើងមនុស្សលែងមានការផ្លន់ណាដែលត្រឹមត្រូវឲ្យប្រោស្បែកជើងចាប់រំញ័ររបស់ខ្ញុំទៀតហើយសុភ័ក្របានប្រគល់ទិន្នន័យដែលបានលួចមកវិញហើយបានជិះម៉ូតូទំនាញរបស់គាត់ត្រឡប់ទៅផ្ទះកាប៊ីនដ៏ស្ងប់ស្ងាត់របស់គាត់វិញដោយទុកឲ្យទីក្រុងម៉ាកៅដែលពោពេញដោយបច្ចេកវិទ្យាខ្ពស់ត្រូវដោះស្រាយជាមួយនឹងបញ្ហាស្មុគស្មាញរបស់ពួកគេដោយខ្លួនឯងអ្នកប្រមាញ់អក្រិតជនដ៏ចំណានរូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅរកការចូលនិវត្តន៍ដ៏សាមញ្ញរបស់គាត់វិញ